រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថានឹងជួយរកយុត្តិធម៌ឲ្យមន្ត្រីដែលត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិករឿងរត់ពន្ធសត្វស្វាក្តាមឬស្វាកន្ទុយវែងបេសកជនពិសេសរបស់ប្រធានអាស៊ានចាត់ទុកការដោះលែងអ្នកទោសភូមិជិត 6,000 នាក់គឺជាសញ្ញាវិជ្ជមានក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្រសួងការពារជាតិកម្ពុជាអះអាងថាកម្ពុជានឹងធ្វើទំនើបកម្មយោធារបស់ខ្លួនគ្រប់ផ្នែកទាំងអស់ដើម្បីធានានូវអធិបតេយ្យភាពជាតិរបស់ខ្លួនមន្ត្រីសិទ្ធិមនុស្សអាត6អះអាងថាតុលាការកំពូលមិនមានឆន្ទៈក្នុងការផ្ដល់យុត្តិធម៌ដល់អ្នកការពារសិទ្ធិមនុស្សនោះទេសកម្មជនគណៈបកប្រឆាំងរិះគន់ថាសម្បត្តិធម្មជាតិរបស់ខ្មែរមិនខ្វះប៉ុន្តែកម្ពុជានៅតែជាប្រទេសក្រីក្ររបបសឹកភូមិដោះលែងអ្នកទោសនយោបាយក្រោយពីឥណ្ឌូនេស៊ីក្លាយជាប្រធានអាស៊ានឆ្នាំ2023គម្រាមអូសសំណុំរឿងរបស់ប្រទេសភូមាទៅអង្គការសហប្រជាជាតិរួមនឹងកម្មវិធី Idea Talk បាទជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកដិតទីណាបានថ្លែងការពីមន្ត្រីរបស់ខ្លួនដែលត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិកថានឹងជួយរកយុត្តិធម៌ឲ្យមន្ត្រីរូបនោះក្រោយពីសហរដ្ឋអាមេរិកចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរត់ពន្ធសត្វស្វាក្តាមចេញពីប្រទេសកម្ពុជាការថ្លែងការពីរបស់មន្ត្រីក្រសួងកសិកម្មលោកដិតទីណាដែលទើបឡើងកាន់តំណែងថ្មីនៃក្រសួងនេះធ្វើឡើងបន្ទាប់ពីប្រធាននាយកដ្ឋានសត្វព្រៃនិងជីវៈចម្រុះនៃរដ្ឋបាលព្រៃឈើលោកគ្រីម៉ាស់ផលត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ John F Kennedy ក្នុងទីក្រុង New York សហរដ្ឋអាមេរិកកាលពីថ្ងៃទី16ខែវិច្ឆិកាបច្ចុប្បន្នប្រធាននាយកដ្ឋានសត្វព្រៃរូបនោះត្រូវបានចាប់ប្រកាន់គណៈអគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មលោកកែវអូម៉ាលីសក៏ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធករណីរត់ពន្ធសត្វស្វាខុសច្បាប់នេះដែរសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចេញផ្សាយនៅថ្ងៃទី17ខែវិច្ឆិកាម្សិលមិញបង្ហាញការភ្ញាក់ផ្អើលនិងខកចិត្តជាខ្លាំងចំពោះការចាប់ខ្លួនលោកគ្រីម៉ាស់ផលគណៈលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វនិងរុក្ខជាតិជិតផុតពូជ CITES នៅប្រទេសប៉ាណាម៉ាប្រពន្ធដដែលឲ្យដឹងទៀតថានៅកម្ពុជាសត្វស្វាក្តាមជាប្រភេទសត្វសម្បូរនិងមានវត្តមាននៅទូទាំងប្រទេសទាំងនៅក្នុងព្រៃធម្មជាតិរួមទាំងនៅតំបន់ជាយក្រុងនិងទីក្រុងជាពិសេសនៅរមណីយដ្ឋានវត្តភ្នំក្នុងទីក្រុងភ្នំពេញថែមទៀតលើពីនេះទៅទៀតសត្វស្វាក្តាមត្រូវចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ2005ហើយបាននាំចេញសម្រាប់គោលដៅវិទ្យាសាស្ត្រជាពិសេសសម្រាប់ការធ្វើពិសោធន៍ដើម្បីផលិតឱសថវ៉ាក់សាំងឬគ្រឿងសម្អាងដោយសារសត្វស្វាក្តាមទាំងអស់នេះមិនមែនត្រូវបានចាប់ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេក្រសួងបញ្ជាក់ទៀតថាកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងអស់នេះទម្រាំទទួលបានការទទួលស្គាល់តាមផ្លូវច្បាប់គឺសុទ្ធតែតម្រូវឲ្យមានការគោរពតាមបទដ្ឋានអនាម័យនិងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវដើម្បីរក្សាឲ្យបាននៅ genetic របស់វាដោយមិនឲ្យផុតពូជនោះឡើយក្រសួងកសិកម្មបន្តថាសមត្ថកិច្ចគ្រប់គ្រង CITES កម្ពុជាបានអនុញ្ញាតឲ្យនាំចេញសត្វស្វាក្តាមដោយផ្អែកលើច្បាប់និងបទដ្ឋានអន្តរជាតិនិងបទដ្ឋានជាតិហើយថាការនាំចូលទៅកាន់សហរដ្ឋអាមេរិកគឺក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្តាមនេះត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកដិតទីណាថ្លែងការពីថារដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនិងលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួនជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេសស្របតាមអនុសញ្ញាអន្តរជាតិកាលពីថ្ងៃទី16ខែវិច្ឆិកាការិយាល័យព្រះរាជអាជ្ញាសហព័ន្ធសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថាសំណុំរឿងរត់ពន្ធសត្វស្វាព្រៃខុសច្បាប់នេះមានជនសង្ស័យ8នាក់ក្នុងនោះមានមន្ត្រីក្រសួងកសិកម្មចំនួន2នាក់និងបុគ្គលិក6នាក់របស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកជីវសាស្ត្រឈ្មោះ Vani Bio Research សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថាជនសង្ស័យចំនួន8នាក់ក្នុងនោះក៏មានប្រធាននាយកដ្ឋានសត្វព្រៃនិងជីវៈចម្រុះនៃរដ្ឋបាលព្រៃឈើលោកគ្រីម៉ាស់ផលដែលត្រូវបានចាប់ប្រកាន់ថាបានចាប់ប្រមូលសត្វស្វាក្តាមក្នុងឧទ្យានជាតិនិងតំបន់ការពារដើម្បីនាំចេញទៅអាមេរិកក្រសួងកសិកម្មបញ្ជាក់ថាសត្វស្វាចំនួន 3000 ក្បាលត្រូវបានអនុញ្ញាតឲ្យចូលស្របតាមផ្លូវច្បាប់ហើយមន្ត្រីក្រសួងកសិកម្មក៏ទទួលការទូទាត់ជាសាច់ប្រាក់ត្រឡប់មកវិញដែរយោងតាមអង្គការ Action for Primates ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថាដោយផ្អែកទៅលើតួលេខរបស់ភ្នាក់ងារសហរដ្ឋអាមេរិកហៅថា US Fish and Wildlife Services ថាសត្វស្វាក្តាមចំនួន 17,000 ក្បាលត្រូវបានកម្ពុជានាំចេញទៅកាន់អាមេរិកក្នុងឆ្នាំ2021កន្លងទៅនេះបាទលោកនាងជាទីមេត្រីបេសកជនពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ាដែលជិតផុតអាណត្តិលោកប្រាក់សុខុនចាត់ទុកការដោះលែងអ្នកទោសភូមាពីរបបសឹកនៅពេលនេះគឺជាសញ្ញាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងជាការវិវត្តទៅជាវិជ្ជមានស្របតាមស្មារតីនិងបំណងប្រាថ្នានៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុចរបស់អាស៊ាននាពេលកន្លងមក
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់សុខុនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី17 ខែវិច្ឆិកាថាការដោះលែងអ្នកទោសជាទ្រង់ទ្រាយធំរបស់របបសឹកភូមានៅពេលនេះគឺជាកាយវិការដ៏សំខាន់មួយក្នុងទិសដៅដ៏ត្រឹមត្រូវដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្ដើមដំណើរការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រឈមមុខដាក់គ្នាសពថ្ងៃនេះលោកប្រាក់សុខុនលើកឡើងថាលោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសភូមាជាលើកទី3នៅប្រមាណសប្តាហ៍ខាងមុខទៀតនេះក្នុងបំណងបន្តកិច្ចប្រឹងប្រែងក្នុងនាមជាប្រធានអាស៊ានដែលកម្ពុជាបានធ្វើតាំងពីដើមអាណត្តិរបស់ខ្លួនដើម្បីជួយឲ្យវិបត្តិនៅភូមាទៅរកភាពប្រក្រតីឡើងវិញនិងស្ថិតនៅលើគន្លងប្រជាធិបតេយ្យនោះលោកសង្ឃឹមថានឹងអាចបញ្ចប់នៅអំពើហិង្សាអាចផ្ដល់នៅជំនួយមនុស្សធម៌និងអាចកសាងទំនុកចិត្តពីគ្រប់ភាគីសម្រាប់កិច្ចសន្ទនារកសន្តិភាពជុំវិញវិបត្តិរបស់ភូមានៅពេលនេះកាលពីថ្ងៃទី17 ខែវិច្ឆិកាឆ្នាំ2022កន្លងទៅទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថារបបសឹកភូមាបានសម្រេចដោះលែងអ្នកទោសជាង 6,000 នាក់ក្នុងនោះរួមមានអតីតអគ្គរដ្ឋទូតអង់គ្លេសអ្នកកាសែតជប៉ុននិងទីប្រឹក្សាជនជាតិអូស្ត្រាលីរបស់អតីតរដ្ឋាភិបាលអ្នកស្រីអង្សានស៊ូជីដើម្បីអបអរសាទរបុណ្យជាតិរបស់ខ្លួនយ៉ាងណាក៏ដោយការដោះលែងពលរដ្ឋភូមាក្នុងទ្រង់ទ្រាយធំដែលរបបសឹកបានឃុំខ្លួនអស់រយៈពេលជាច្រើនខែមកនេះធ្វើឡើងបន្ទាប់ពីញញួរអាស៊ានត្រូវបានកម្ពុជាប្រកល់ទៅឲ្យប្រធានាធិបតីឥណ្ឌូនេស៊ីលោកជូកូវីដូដូបានត្រឹមតែ4ថ្ងៃប៉ុណ្ណោះគណៈកម្ពុជាក្នុងនាមជាប្រធានអាស៊ានដែលត្រូវដោះស្រាយវិបត្តិនៅភូមារយៈពេលជិត1ឆ្នាំកន្លងមកនេះគ្មានសញ្ញាវិជ្ជមានក្នុងការបន្ធូរបន្ថយពីរបបសឹកភូមានោះឡើយក្នុងនោះរបបសឹកលោកមីនអមលៀងក៏បានប្រើច្បាប់កាត់ទោសប្រហារជីវិតពលរដ្ឋភូមាអស់ជាច្រើនអ្នកថែមទៀតក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំ2021របបសឹករបស់លោកមីនអមលៀងបានសម្លាប់ពលរដ្ឋភូមាអស់រាប់ពាន់នាក់ក្នុងនោះអាជ្ញាធរនៃរបបសឹកភូមានេះក៏បានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន4នាក់ផងដែរដែលត្រូវបានចោទប្រកាន់ថាបានចូលរួមសកម្មភាពភេរវកម្មក្នុងប្រទេសដោយអនុវត្តទៅតាមច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ភូមាដែលរបបសឹកទើបតែប្រែក្លាយឲ្យឡើងកាន់តំណែងរបស់ខ្លួននោះក្រៅពីអ្នកទាំង4នាក់នោះក៏មានមនុស្សជាង100នាក់ទៀតដែរដែលត្រូវរបបសឹកភូមាផ្ដន្ទាទោសប្រហារជីវិតដូចគ្នាខណៈមនុស្សជាង10000នាក់ផ្សេងទៀតកំពុងត្រូវបានចាប់ឃុំខ្លួននិងជាង2000នាក់ទៀតត្រូវបានសម្លាប់ដោយរបបសឹកនេះចាប់តាំងពីពួកគេដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រីអង្សានស៊ូជីស្ថាបនិកនៃអង្គការអភិវឌ្ឍផ្នត់គំនិតលោកសេសុជាតិបានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី17 ខែវិច្ឆិកាថាការសម្រេចចិត្តដោះលែងពលរដ្ឋភូមាជាលក្ខណៈទ្រង់ទ្រាយធំដែលមិនធ្លាប់មានចាប់តាំងពីរដ្ឋប្រហាររបស់ខ្លួនបែបនេះគឺដោយសារតែរបបសឹកភូមាដឹងយ៉ាងច្បាស់ពីសម្ពាធរបស់មេដឹកនាំអាស៊ាននានានិងការសម្រេចចិត្តរបស់មេដឹកនាំពិភពលោកដទៃទៀតដែលពួកគេបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលទើបតែនឹងបញ្ចប់ទៅកាលពីពេលថ្មីៗនេះជាងនេះទៅរបបសឹកភូមាក៏បានដឹងដែរថាប្រធានាធិបតីឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ាននៅឆ្នាំក្រោយមិនមែនមានចំហដោយកម្ពុជាដែលសម្របទៅតាមទំនឹងចិត្តរបស់ខ្លួននោះទេកាលពីថ្ងៃទី11ខែវិច្ឆិកាមេដឹកនាំអាស៊ានបានចេញសេចក្តីសម្រេចចិត្តមួយជំវិញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុចរបស់ខ្លួនទាក់ទងទៅនឹងវិបត្តិនៅភូមាថាវិបត្តិនៅភូមានៅតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនិងផុយស្រួយដដែលក្នុងនោះមេដឹកនាំអាស៊ានបានដាក់លក្ខខណ្ឌរហូតដល់ទៅ15ចំណុចដោយបញ្ជាក់ថាកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង5ចំណុចមាននៅតែមានសុពលភាពនិងគួរតែត្រូវបានអនុវត្តទាំងស្រុងហើយអាស៊ានត្រូវតែរកវិធីផ្សេងៗទៀតដើម្បីជំរុញឲ្យរបបសឹកអនុវត្តកិច្ចព្រមព្រៀងទាំង5ចំណុចនេះឲ្យបាន